តោះបងបងថ្ងៃនេះនាងខ្ញុំបានសម្លមកជូរបន្លែគ្រប់មុខបងបងអើយអញ្ចឹងហើយនាងខ្ញុំទិញត្រីរៀងខ្លាញ់មកស្លគឺឆ្ងាញ់ខ្លាំងមែនតើបងបងអញ្ចឹងទឹកពុះហើយនាងខ្ញុំដំម្ដេចនិងខ្ទឹមសដាក់ចូលបងបងរួចហើយក៏នាងខ្ញុំបង់ត្រីបង់អីចូលហើយក៏បង់គ្រឿងក្រៅបងបងហើយឲ្យត្រីនឹងវារៀងឆ្អិនបន្តិចទៅហើយនាងខ្ញុំក៏ដាក់បន្លែដាក់អីចូលបងបងអើយដាក់បន្លែណាដែលរឹងចូលមុនដូចជាពោតសណ្ដែកគួរផ្សិតចំបើងហើយនឹងល្ពៅបងបងនឹងឲ្យ3មុខ4មុខនេះគឺនាងខ្ញុំដាក់មុនដោយសារតែបន្លែនេះគឺវាក្រឆ្អិនណាបងបងអញ្ចឹងហើយដាក់ទៅពេលដែលត្រីឆ្អិនបន្លែយើងក៏ឆ្អិនដែរនឹងហើយសម្រាប់អានងវិញគឺនាងខ្ញុំដាក់ក្រោយគេហើយនាងខ្ញុំបងគ្រឿងក្រៅចូលឲ្យហើយមកបងបងហើយសម្រាប់ម្ជូរវិញគឺខ្ញុំប្រើម្ជូរកសាំងថ្ងៃនេះហ៎បងបងហើយបងបងធ្លាប់ស្លម្ជូរបន្លែគ្រប់មុខបែបនេះអត់បងបងបើសិនជាមានពងត្រីពងអីទៀតណារឹតតែឆ្ងាញ់ប៉ុន្តែនាងខ្ញុំអត់បានទិញពងត្រីដាក់ទេដោយសារតែយប់ហើយអញ្ចឹងហើយគ្រឿងក្រៅបងបងតាមចំណង់ចំណូលចិត្តដែលបងបងញ៉ាំរសជាតិប៉ុន្មានអីប៉ុន្មានអញ្ចឹងណាហ្នឹងហើយឥឡូវសម្លខ្ញុំបានពុះហើយបងបងនាងខ្ញុំក៏បើកក្របបើកអីមកកូរមើលតែត្រីហ្នឹងវាឆ្អិនហើយនៅអញ្ចឹងណាហ្នឹងហើយបន្លែអីក៏យើងរៀងឆ្អិនដែរហើយអញ្ចឹងពេលដែលវាឆ្អិនរួចរាល់នាងខ្ញុំក៏បង់ម្ជូរបន្តិចទៅបងបងឲ្យពេលដែលថានាងខ្ញុំអត់ទាន់ដាក់ម្ជូរភ្លាមទេព្រោះអីខ្លាចបន្លែដែលនាងខ្ញុំបង់ចូលទៅហ្នឹងគឺវាអាវបន្លែបងបងវាអត់ឆ្អិនណាអញ្ចឹងណាឥឡូវត្រីហើយនឹងបន្លែយើងគឺបានឆ្អិនរួចរាល់ហើយនាងខ្ញុំក៏ដាក់ម្ជូរដែរនឹងម្ជូរហ្នឹងក៏បង់ត្រឹមតែមកយើងហូបដែរបងបងឲ្យនាងខ្ញុំអត់ចូលចិត្តស្លអីដែលថាវាជូរខ្លាំងពេកវាមានតែរសជាតិជូរមួយមុខវាអត់មានរសជាតិអីចឹងណាហ្នឹងហើយនាងខ្ញុំចូលចិត្តមានជូរប្រៃផ្អែមនិយាយរួមទៅគ្រឿងហ្នឹងមកស្លមួយឆ្នាំងហ្នឹងគឺវាឲ្យដិតបងបងឥឡូវសម្លខ្ញុំបានឆ្អិនត្រីឆ្អិនបន្លែហើយខ្ញុំក៏ចាក់អានងប្រហើរហ្នឹងចូលមកបងហើយគឺម៉ាក់ខ្ញុំគាត់ចិត្តឲ្យហើយគាត់បេះឲ្យគាត់ចិត្តឲ្យទៀតហ្នឹងដោយសារតែគាត់ចង់ញ៉ាំអញ្ចឹងណាបងអើយឥឡូវនេះសម្លខ្ញុំបងអានងបងអីចូលហើយក៏ឲ្យវាពុះបន្តិចទៅគឺវាឆ្អិនហើយបងអានងហ្នឹងហ្នឹងហើយវាអត់ចំណាយពេលយូរទេគឺវាឆាប់ឆ្អិនខ្លាំងមែនទែនហើយសម្លឆ្អិនភ្លាមហ្នឹងក៏បងម្អមបងអីទៅហើយក៏ដួសយកឲ្យម៉ាក់ខ្ញុំមួយចានទៅដោយសារគាត់អង្គុយចាំហូបបាយហើយអញ្ចឹងណាបងអើយដល់ពេលអញ្ចឹងទៅពេលដែលសម្លឆ្អិនហើយរួចរាល់ក៏ដួសឲ្យគាត់ក្តៅហើយសម្រាប់សម្លម្ជូរបងនេះខ្ញុំចង់ហូបទៅសម្លដែលស្លភ្លាមក្តៅហុយលើកចេញពីចង្ក្រានបែបនេះហើយយកទៅហូបអូជាតិខ្លាំងបងអើយតែស្លឆ្អិនហើយឡៃទុកឲ្យត្រជាក់ចាំកូនចាំអីមកជួបជុំគ្នាបានហូបបាយអញ្ចឹងណាបងអើយខ្ញុំធុញមែនតែនរាល់ថ្ងៃហ្នឹងឥឡូវឆ្អិនហើយបងខ្ញុំបងម្អមបែបនេះមកជាការស្រេចហើយបងនេះអូយមើលទៅតំណងខ្លាំងមែនតែនណាហើយក៏បងភ្លាមហ្នឹងក៏ដួសភ្លាមទៅដោយសារម៉ាក់ខ្ញុំគាត់ឃ្លានខ្លាំងហើយអញ្ចឹងខ្ញុំអត់មាននៅចាំយូរទេក៏ដួសមកបងមួយចានធំហ្នឹងមកហើយសម្រាប់នៅសល់ហ្នឹងក៏នៅសល់ច្រើនដែរព្រោះស្លតែបន្តិចទេបងឲ្យបន្លែផ្សំមួយមុខបន្តិចតែដល់ពេលចុងក្រោយបានច្រើនខ្លាំងមែនតែម្ដងឥឡូវដួសមួយចានហ្នឹងពេញមកហើយក៏យកឲ្យគាត់អញ្ចឹងណាបងអើយអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេមានតែប៉ុណ្្នឹងអរគុណបងចាំជួបគ្នាវីដេអូក្រោយទៀតបើសិនជាពេញចិត្តវីដេអូបងអូនកុំភ្លេចជួយ like និង comment ឲ្យបងអូនម្នាក់មួយផងអរគុណជម្រាបលា